បងប្អូនដឹងមិនទេពេលដែលយើងភ្លក់គោអញ្ចឹងទៅយើងចងមុងចងឲ្យលើក្រេហ្នឹងចាលេងស្រាប់តែថ្ងៃហ្នឹងខ្ញុំមកបញ្ញាមអីមួយមិត្តភ័ក្តិដល់ប៉ុន្តែខ្ញុំចូលសម្រាប់តែខ្ញុំអត់តន់ចងមុងខ្ញុំលើកជើងខ្ញុំយកទៅដាក់នៅលើតសកឡោមបងប្អូនសកឡោមទុកកាន់ខ្ញុំនិយាយក៏ចង់ព្រឺខ្លួនដែរបាទលេងដល់ពេលដែលយើងទៅដាក់ជើងយើងលើតសកឡោមដាក់ជើងមកជុងទៅបងប្អូននឹងមិនទេលេងលឺសលេងគេនិយាយប្រាប់យើងហើយដឹងថារូបរាងអ្នកហ្នឹងនៅណាទេតែលឺចេញពីសកឡោមទៅដេកឲ្យស្រួលអូកុំដាក់ជើងលើតសហ្នឹងទៅពេលយើងក៏ថាមួយដេកទៅច្រឡំអាផ្លេចខ្លួនទៅដាក់ម្ដងទៀតដល់ក្រេយើងចង់មួយដេកចាដេកទៅពេលដេកបានបាយយប់ជ្រៅបន្តិចយើងឈឺនោមហ្នឹងបាត់ជើងតូចចាលឹងហ្នឹងមកដើរទៅតាមភ្លើងគោទៅពេលបើកមុងមកដល់ទៅលេងឃើញបរោះម្នាក់ចង់ខ្មៅស្ទុំបរោះហ្នឹងបើងើបឈរមិនក្រោម1.7 ម៉ែត្រជាងហើយដូចមើលក្បាលអត់ច្បាស់ផងអង្គុយចោលហោងអង្គុយអាំងភ្លើងគោយកមានដៃមកអង្គុយអាំងភ្លើងដែរហើយចង្ងាយពីកន្លែងនេះយើងដេកប្រហែលជា10 ម៉ែត្រដែលកន្លែងបងដាក់ភ្នក់ភ្លើងហ្នឹងមែនអត់បងហ្នឹងហើយព្រោះយើងនៅក្រៅគោយើងមានភ្នក់ភ្លើងដុតងាយឡើងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយនឹងនាងខ្ញុំស្រីលក្ខក្នុងកម្មវិធីជារឿងមួយរាត្រីហើយថ្ងៃនេះផងដែរខ្ញុំបានជួបជាមួយនឹងបងប្រុសគាត់មានរឿងហេតុការណ៍ដែលគាត់បានជួបផ្ទាល់ឬក៏អ្នកដែលគាត់បានប្រាប់បងប្រុសអញ្ចឹងណាអញ្ចឹងមុននឹងយើងជួបគាត់យើងសូមសនាសនាឈ្មោះគាត់សិនណាតាជំរាបសួរបងប្រុសចាតើបងមានឈ្មោះអីបងអាចជំរាបជូនដល់ពុកម៉ែបងប្អូនទស្សនិកជនគាត់បានដឹងផងបាទខ្ញុំឈ្មោះសុធាចារងខ្ញុំធ្វើការនៅស្រុករតនមណ្ឌលចាហើយថ្ងៃនេះមកលេងពុកម៉ែដែលជាពុកក្មេងម្ដាយក្មេងចំពេលប្រពន្ធសម្រាលទៅក៏ឃើញប្អូនគាត់ថតរឿងថតអីទៅក៏ចែករំលែកអ្វីដែលធ្លាប់ជួបកន្លងមកចាអញ្ចឹងបើការនិយាយរបស់ខ្ញុំខុសឆ្គងឬក៏ប៉ះបោលដល់អារម្មណ៍របស់ទស្សនិកជនឬក៏ស្ដាប់ទៅមិនសមហេតុផលណាសូមមេត្តាអភ័យទោសដល់ខ្ញុំបានជាអ្នកដែលទៀនតផងព្រោះរឿងនេះគឺខ្ញុំបានដឹងឬក៏ចងចាំពីលោកឪពុកហើយនិងបងរបស់ខ្ញុំដែរគាត់ប្រាប់ខ្ញុំហើយដែលគាត់សុទ្ធតែគាត់អ្នកធ្លាប់ជួបផ្ទាល់តែម្ដងរឿងនេះខ្ញុំជួបផ្ទាល់តែម្ដងនិយាយទៅជួយ support ផងអារឿងហ្នឹងវាមិនសូវជាសាហាវហ្មងណាតែរន្ធត់បន្តិចណាបងស្ដាប់ហើយពេលនេះកុំភ្លេចទទួលភួយផងណាបាទរឿងនេះកើតឡើងតាំងពីឆ្នាំដើមឆ្នាំ2000យើងនេះឯងចាដើមឆ្នាំ2020យើងនេះឯងកាលហ្នឹងក្បែរផ្ទះប៉ាក្មេងម៉ាក់ក្មេងខ្ញុំហ្នឹងមានគាត់ចិញ្ចឹមគោតែចិញ្ចឹមគោរោងវាធំគោច្រើនតែពេលបន្ទាប់ពីយើងលក់គោអស់ទៅរោងវាសល់តិចដែរចាតិចដែរយើងក៏នឹកឃើញគោវាតិចដែរយើងដាក់ក្រេដាក់អីមួយទៅយើងអាចសម្រាកអានឹងបានសម្ដងបងប្រុសគាត់សម្រាកឯងថ្ងៃហ្នឹងខ្ញុំចង់ដឹងខ្ញុំទៅសម្រាកនឹងដែរមើលហើយបិទភ្លើងគោព្រឹកអីហ្នឹងហើយបងប្រុសហ្នឹងគាត់សម្រាកខ្នងខ្ញុំសម្រាកខ្នេះនំម្ដុំខ្នេះចិត្តនេះដែរនេះចិត្តកន្លែងខ្ញុំធ្វើវីដេអូនេះដែរមិនឆ្ងាយប្រហែលជា50 ម៉ែត្រពីកន្លែងនេះឯងបងប្អូនដឹងមិនទេពេលដែលយើងភ្លក់គោអញ្ចឹងទៅយើងចងមុងចងឲ្យលើក្រេហ្នឹងចាលេងស្រាប់តែថ្ងៃហ្នឹងខ្ញុំមកបញ្ញាមអីមួយមិត្តភ័ក្តិដល់ប៉ុន្តែខ្ញុំចូលសម្រាប់តែខ្ញុំអត់តន់ចងមុងខ្ញុំលើកជើងខ្ញុំយកទៅដាក់នៅលើតសកឡោមបងប្អូនសកឡោមទុកកាន់ខ្ញុំនិយាយក៏ចង់ព្រឺខ្លួនដែរបាទលេងដល់ពេលដែលយើងទៅដាក់ជើងយើងលើតសកឡោមដាក់ជើងមកជុងទៅបងប្អូននឹងមិនទេលេងលឺសលេងគេនិយាយប្រាប់យើងហើយដឹងថារូបរាងអ្នកហ្នឹងនៅណាទេតែលឺចេញពីសកឡោមទៅដេកឲ្យស្រួលអូកុំដាក់ជើងលើតសហ្នឹងទៅពេលយើងក៏ថាមួយដេកទៅច្រឡំអាផ្លេចខ្លួនទៅដាក់ម្ដងទៀតគាត់ថាអើយកុំដាក់ជើងលើតសហ្នឹងកុំដាក់កន្លែងហ្នឹង
ដាក់ជើងទៅដល់យើងឌឺ ហ្នឹងគេប្រាប់ជាលើកទី2មែនទេបងចាចា តែពេលនេះលេងសាតែអត់ជឿដាក់ម្ដងទៀតគាត់ទៅដាក់ប្រម៉ែអូយើងចង់10ម៉ែត្រពីក្រេហ្នឹងដុតធ្លាក់លើក្រេទៅពេលយើងឃើញអញ្ចឹងយកមាត់យើងវីបាទវីឡើងលើក្រេយើងចុំមួយដេកដេកទៅពេលដេកបានបាយយប់ជ្រៅបន្តិចយើងឈ្នោមហ្នឹងបាត់ចេញតូចចាលើកហ្នឹងមកដើរទៅតាមភ្លើងគោទៅពេលបើកមុងមកដល់ទៅលេងឃើញបរោះម្នាក់ចង់ខ្មៅស្ទុំបរោះហ្នឹងបើងើបឈរមិនក្រោម1ម៉ែត្រ7ជាងហើយដូចមើលក្បាលអត់ច្បាស់ផងអង្គុយចោលហោងអង្គុយអាំងភ្លើងគោយកមានដៃហ្នឹងអង្គុយអាំងភ្លើងដែរហើយចង្ងាយពីកន្លែងនេះយើងដេកប្រហែលជា10ម៉ែត្រដែលកន្លែងបងដាក់ភ្នក់ភ្លើងហ្នឹងមែនអត់បងហ្នឹងហើយព្រោះយើងនៅក្រៅគោយើងមានភ្នក់ភ្លើងដុតងាយឡើងចាគាត់ទីយើងធ្វើលើក្រេហ្នឹងហើយនៅពេលដែលគាត់ពេលដែលយើងនេះហ្នឹងហើយពេលដែលយើងចោះពាក្យកណ្ដាលទេយើងមកបាត់ជើងតូចបដោះឃើញអញ្ចឹងមកទៅពេលឃើញអញ្ចឹងគ្មានហ៊ានឈឺនោមទេភ័យចូលមកអត់ធ្វើឲ្យយើងក៏តែគឺយើងធ្វើឲ្យយើងខ្លាចធ្វើយើងព្រឺធ្វើបោះរោមแล้วមានអារម្មណ៍ថាដូចមិនបាក់និយាយមិនបាក់ពណ៌នេះអារម្មណ៍ហ្នឹងពីមួយយើងជួបអារម្មណ៍ហ្នឹងពេលល្ងាចម្ដងហើយហ្នឹងហើយពេលកណ្ដាលទីជួបអារម្មណ៍អញ្ចឹងទៀតឲ្យស្រែកហៅណារៀងឆ្ងាយពីគ្នាដែរចាកាលនោះបងទៅសម្រាប់តែឯងតែបងទៅសារ៉ាតែឯងភាសាពីមុនបងគាត់សារ៉ាហ្នឹងតែពេលនេះឃើញថាបងគាត់ធ្លាប់សារ៉ាទៅវាមិនអីវាចិត្តផ្ទះដែរនេះតដេកនេះវាហើយស្រួលខ្យល់ធម្មជាតិចាក្លិនអាចគោទីទិញនៅពេលនេះណាទៅឲ្យបដ ហើយដល់ពេលចាំបងនៅសម្រាប់ហ្នឹងទៀតអត់ចឹងបននៅទៅភ្លឺទទួលភួយឲ្យបននៅទៅភ្លឺបានខ្លាចតែមិនដឹងមកមិនហ៊ានដាក់ជើងនៅលើសកឡៅលើទៀតទេហើយឃើញភ្នក់គោខ្លាចទៅដល់វាថាទៅជួយពពួកភ្នក់គោអត់ទេទៅបាទខ្លាចចង់បាក់អាហ្នឹងតែយើងខ្លាចបន្តពីហ្នឹងបន្តពីរឿងដែលរឿងលងហ្នឹងមកបានប្រហែលមួយសប្តាហ៍ខ្ញុំក៏ដឹងមិនភ្លៀងចាមិនភ្លៀងខ្ញុំទៅឆ្លងកែបតែពេលទៅឆ្លងកែបហ្នឹងបងប្អូននឹងមិនទេពេលទៅដល់ហ្នឹងគឺខ្ញុំឈួលខ្ញុំកាន់ចន្លោះកាន់អីទៅនឹងកាន់កត្រងមួយហើយនឹងក្រងមួយទៅឆ្លងកែបបងស្រីខ្ញុំហ្នឹងគាត់ថាឯងទៅដែរមិនបាច់ទៅទេព្រោះឯងទៅឆ្លងក្នុងវត្តវត្តកាលហ្នឹងការបូជាពីមុនណាសម្បូរបូជាក្នុងវត្តហើយការរៀបចំមិនបានត្រឹមត្រូវទេបានន័យថាខ្លះបូជាក្នុងប្រឆាហើយអ្នកខ្លះទៀតគឺបូជាដាក់លក្ខណៈដុតដើមចេកដុតអស់កណ្ដាលវាអញ្ចឹងណាចាអញ្ចឹងវាអាចធ្វើឲ្យសឆ្អឹងសអតិធាតុអញ្ចឹងទៅធ្វើឲ្យវិញ្ញាណអ្នកខ្លះมันអាចទៅចាប់ជាតិបានអ្នកខ្លះអាចគាត់នៅវល់នៅអញ្ចឹងណាចាប៉ុន្តែខ្លះស្លាប់ទៅមានញាតិអ្នកខ្លះអត់ញាតិគឺទៅបូជាអញ្ចឹងពេលខ្ញុំទៅម្ដុំនឹងឯងនេះស្រះវត្តខាងក្រោយខ្នងប្រហែលជាពីនេះទៅ300ម៉ែត្រពួកខ្ញុំនៅក្បែរផ្ទះខ្ញុំក្បែរវត្តដែរខាងលើផ្លូវលបងវត្តគេថាផ្ទះខ្ញុំអញ្ចឹងនេះវត្តអញ្ចឹងហើយកណ្ដាលនេះលបងអញ្ចឹងយើងភ្លៀងមកខាងវាសម្បូរកែបក្នុងវត្តហ្នឹងតាមស្រែក៏វាមានតែក្នុងវត្តវាសម្បូរជាងវាមានអ្នករស់ខ្ញុំក៏ថាកន្លែងហ្នឹងទីផ្សារល្អអញ្ចឹងទីផ្សារល្អបាទអញ្ចឹងក៏ដើរឆ្លងលបងទៅពេលឆ្លងលបងទៅបងប្អូននឹងមិនទេតែបងស្រីខ្ញុំថាទៅតាមខ្ញុំថាមិនបាច់មកទេគាត់ចេះមកកន្លែងហ្នឹងអត់បានទេណាវត្តហ្នឹងពេលទៅដល់គាត់ទៅដើរឆ្លងកែបហ្នឹងបានពេលខ្លះឃើញស្ទង់មកបដ បានមិនត្រឹមតែឃើញស្ទង់ពេលខ្លះលឺសលេងដើរតាមក្រោយយើងកាត់យើងឈប់បាត់សលេងតែយើងដើរផ្លាប់ស្នូជើងដើរពីក្រោយទៅដែរបានពេលខ្លះលេងឃើញស្ទង់ចេញពីស្រះមកបដ ក៏មានដែរណានឹងលុះប្រឡឹងណាបងហើយខ្ញុំចាប់ចឹងហើយបងស្រីខ្ញុំគាត់ថាថ្ងៃកំដៅលឿនវិញចាំផងហើយយើងដឹងហើយគាត់ជួបអីមិនដឹងគាត់និយាយមិនឃើញអីមែនគាត់ទេគាត់ថាមិនឃើញអីគាត់តែចង់ដើរចិត្តដែរខ្ញុំស្រួលចាប់កែបានសម្ដាក់ក្រុងជាមួយគ្នាអញ្ចឹងណាយើងគាត់ថាបងគាត់ចង់មកជួយយើងក៏មកទៅបងស្រីតែពេលចាប់ហើយម្ដងទៅផ្ទះវិញយើងជើងហើយ
បងធ្វើការសិនហ្នឹងអត់ទេចូលដេកទៅចូលដល់ក្នុងមុខគាត់និយាយប្រាប់ជុំមកវិញអើយអញដើរអាណាដើរក្រោយអញភ័យជួយមកបាត់ភ័យជួយមក តែពេលហ្នឹងមកអត់បានដើរក្រោយគាត់ទេ យើងដើរខុសគ្នាប្រហែលជា3 4ម៉ែត្រក៏តែគាត់ហ្នឹងខ្ញុំដើរខាងមុខគាត់ដើរខាងក្រោយយើងកែវម្នាក់មួយ ចាចា ហើយយើងប្រាប់តែកុំអោយទៅគាត់ឌឺពេកឌឺទៅឲ្យបណ្ដោយឃើញ តែបងបានជួបទេមែនអត់ហេតុការណ៍ អត់ជួបទេក៏តែបើតាមកន្លែងហ្នឹងអ្នកខ្លះដូចអ្នកទៅមានពុកមានម្ដាយក្មេងហើយនឹងអ្នកដែលដើរចាំកែមួយគ្នាគាត់ប្រាំគាត់ថាពេលខ្លះគាត់ចេញពីស្រះមកពេលខ្លះគាត់ស្ទង់យូរបណ្ដោយ ចា តែរឿងដើរពីក្រោយនេះជួបមែនណាជួបកន្លែងជួបខើដើរពីក្រោយយើងអញ្ចឹងបើយើងរត់វារត់ដែរយើងរត់យើងរត់អញ្ចឹងតែបើយើងដើរវាដើរដែរបើយើងឈប់ស្ងាត់ឈឹង ចាសាហាវ ហ្នឹងឯងនិយាយទៅចង់ចាំផ្លិចហេតុការណ៍ហ្នឹង ចាហើយចុះឥឡូវបងចង់ជួបទៀតអត់ ចង់ជួបស្អីខ្មោចណាស្អាតហ្នឹងខ្ញុំចង់ជួបទេគាត់ថា តែខ្លះវាឲ្យយើងឃើញ ហ្នឹងហើយយើងនៅភពខុសគ្នាយើងនៅក្នុងរូបភពហ្នឹងគាត់ថាក្នុងភពមួយដែលមើលគ្នាឃើញ ចា រូបភពហ្នឹងថាក្នុងភពមួយដែលมันអាចមើលគ្នាឃើញ ចា អញ្ចឹងយើងពិបាកដែរខ្ញុំចង់ជួបទេសូមឲ្យគាត់ទៅបដិសន្ធិក្នុងទីសំគួរទៅ ចា ថ្ងៃណាមួយខ្ញុំធ្វើសក្តីល្អខ្ញុំចាំខ្ញុំមកទិសឲ្យ តា បាទវីដេអូយើងមានតែប៉ុណ្្នឹងឯងបងផ្លេចជួយ Subscribe Channel ខ្ញុំមួយផង Channel ហ្នឹងខ្ញុំតែធ្វើបានប្រហែលវីដេអូឯងតែធ្វើបានប្រហែលជាចិត្តមួយខែ Subscribe ខ្ញុំមានដល់តែ72ណោះច្រើនណាស់បងប្អូនអើយបងប្អូនកុំភ្លេចជួយ Subscribe Channel ខ្ញុំមួយ Channel របស់ខ្ញុំឈ្មោះថារាត្រីអាត់កំបាំង Night Secret អញ្ចឹងបងប្អូនបើកចូល YouTube បងប្អូនវានៅក្នុង search នេះថារាត្រីអាត់កំបាំងទៅបងឃើញរូបកែវភ្នែកមួយដកពោពេញទៅឈាមបើថានឹងរឿងរត់ថត់ណាអញ្ចឹងបងប្អូនជួយ Subscribe Channel ខ្ញុំមួយផងបងប្អូនអើយ ចាចឹងអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតាមដានកម្មវិធីជំនឿរាត្រីថ្ងៃនេះផងដែរខ្ញុំមានតែប្រហែលសាច់រឿងទេរបស់បងប្រុសចឹងពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ Subscribe channel របស់បងប្រុសហើយនឹងកុំភ្លេចជួយ Subscribe channel របស់នាងខ្ញុំម្នាក់មួយផងអញ្ចឹងសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាយើងខ្ញុំនិងបងប្រុសនិយាយរកពាក្យពេចន៍ដែលលើសលោអីសូមពុកម៉ែបងប្អូនទាំងអស់គ្នាភ័យទោសដល់រូបនាងខ្ញុំនិងបងប្រុសផងសូមអរគុណ បាទ ជួបគ្នានៅវីដេអូក្រោយ